វីវ៉ហើយកូរ៉េខាងជើងប្រមានធ្ងន់ធ្ងរថាសង្គ្រាមលើឧបទ្វីបកូរ៉េគឺរងចាំតែថ្ងៃផ្ទុះឡើងប៉ុណ្ណោះកូរ៉េខាងជើងបានចេញសារព្រមានកម្រិតធ្ងន់មួយដែលបានអះអាងថាសង្គ្រាមនៅលើឧបទ្វីបកូរ៉េគឺជារឿងដែលជាមិនរួចហើយមិនមែនជារឿងដែលត្រូវសួរថាតើវានឹងកើតឡើងឬមិនកើតឡើងនោះទេប៉ុន្តែវាគួរតែត្រូវបានសួរថាតើវានឹងកើតឡើងនៅពេលណាប៉ុណ្ណោះត្បិតការព្រមាននេះបានធ្វើឡើងខណៈដែលទីក្រុងព្យុងយ៉ាងបានចោទប្រកាន់សហរដ្ឋអាមេរិកថាកំពុងបង្កើនហានិភ័យនៃការប្រជុំមុខដាក់គ្នាដោយអាវុធនៅក្នុងតំបន់ចំពេលដែលសហរដ្ឋអាមេរិកកំពុងបន្តពង្រឹងការរៀបចំកងកម្លាំងរបស់ខ្លួននៅជប៉ុននិងពង្រីកកិច្ចសហប្រតិបត្តិការយោធាជាមួយជប៉ុននិងកូរ៉េខាងត្បូងនៅក្នុងវិចារណកថាដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េ KCNA កូរ៉េខាងជើងបានចោទប្រកាន់ថាការកែតម្រង់បញ្ជាការកងទ័ពអាមេរិកនៅជប៉ុននិងការធ្វើសមយុទ្ធយោធារួមជាញឹកញាប់គឺជាភស្តុតាងច្បាស់លាស់ដែលបានបង្ហាញថាទីក្រុង Washington កំពុងរៀបចំសមត្ថភាពសម្រាប់ការប្រជុំមុខដាក់គ្នានៅក្នុងតំបន់កូរ៉េខាងជើងបានអះអាងទៀតថាស្ថានភាពសន្តិសុខនៅឧបទ្វីបកូរ៉េបានឈានដល់ដំណាក់កាលគ្រោះថ្នាក់ដែលការផ្ទុះជម្លោះអាចនឹងកើតឡើងបានគ្រប់ពេលវេលាតួយ៉ាងការចេញសារព្រមាននេះបានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសរៀបចំរចនាសម្ព័ន្ធបញ្ជាការថ្មីរបស់កងទ័ពអាមេរិកប្រចាំប្រទេសជប៉ុនដើម្បីបង្កើនការសម្របសម្រួលប្រតិបត្តិការជាមួយកងកម្លាំងការពារជាតិជប៉ុនក្នុងបរិបទដែលការគម្រាមកំហែងពីកូរ៉េខាងជើងនិងសកម្មភាពយោធារបស់ចិននៅក្នុងតំបន់ Indo-Pacific កំពុងកើនឡើងជាក់ស្ដែងក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះភាពតានតឹងនៅលើឧបទ្វីបកូរ៉េបានកើនឡើងជាបន្តបន្ទាប់កូរ៉េខាងជើងបានបង្កើនការបាញ់សាកល្បងមីស៊ីលប៉ាឡេស្ទិករួមទាំងមីស៊ីលដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរខណៈដែលមេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុនក៏បានប្រកាសបោះបង់គោលនយោបាយបង្រួបបង្រួមជាតិនិងកំណត់កូរ៉េខាងត្បូងថាជារដ្ឋសត្រូវផងដែរជាការឆ្លើយតបសហរដ្ឋអាមេរិកកូរ៉េខាងត្បូងនិងជប៉ុនបានពង្រីកសមយុទ្ធយោធារួមការចែករំលែកព័ត៌មានសន្តិសុខនិងការដាក់ពង្រាយសពាវុធយុទ្ធសាស្ត្រនៅក្នុងតំបន់ទោះបីជាយ៉ាងណាទីក្រុង Washington និងទីក្រុងសេអ៊ូលបានបដិសេធការចោទប្រកាន់របស់ទីក្រុងព្យុងយ៉ាងដែលបានបញ្ជាក់ថាសកម្មភាពយោធារបស់ពួកគេមានគោលបំណងការពារនិងទប់ទល់ការគម្រាមកំហែងពីកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់កូរ៉េខាងជើងមិនមែនជាការរៀបចំសម្រាប់ការឈ្លានពាននោះទេយ៉ាងណាជុំវិញបញ្ហានេះអ្នកវិភាគបានមើលឃើញថាការប្រើសម្ដីខ្លាំងៗពីសំណាក់កូរ៉េខាងជើងនៅពេលនេះគឺជាសារនយោបាយមួយដែលមានគោលបំណងដាក់សម្ពាធលើសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តខណៈដែលការប្រកួតប្រជែងផ្នែកយោធានិងភូមិសាស្ត្រនយោបាយនៅអាស៊ីប៉ែកអេសានកាន់តែស្មុគស្មាញហើយបើទោះបីជាគ្មានសញ្ញាថាចំនួននឹងផ្ទុះឡើងភ្លាមៗក៏ដោយប៉ុន្តែការកើនឡើងនៃសកម្មភាពយោធានិងសង្គ្រាមពាក្យសម្ដីពីគ្រប់ភាគីបានធ្វើឲ្យឧបទ្វីបកូរ៉េនៅតែជាចំណុចក្តៅមួយដែលពិភពលោកកំពុងតាមដានយ៉ាងជិតស្និទ្ធបំផុត